ជំរាបសួរខ្ញុំបាទឈ្មោះនួនសុផលមកពីទីក្រុងភ្នំពេញបានចូលវគ្គបណ្ដុះបណ្ដាលស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍រយៈពេល2ថ្ងៃខ្ញុំបានមានចំណាប់អារម្មណ៍ទៅលើមេរៀនtimeគឺពេលវេលាមេរៀននេះនឹងយកទៅបណ្ដុះបណ្ដាលសាព្រោះបញ្ជូនបន្តដល់ក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់ខ្ញុំឲ្យគាត់ទទួលបាននៅមេរៀននិងគន្លឹះថ្មីៗដូចខ្ញុំដែរជាចុងក្រោយសូមថ្លែងអំណរគុណអុកញ៉ាសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណគណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណសិក្ខាកាមដែលបានចូលរួមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិតច័ន្ទនីដែលបានបណ្ដុះបណ្ដាលខ្ញុំបាទព្រមទាំងសិក្ខាកាមទាំងអស់ដែលលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមជូនពរលោកសាស្ត្រាចារ្យបណ្ឌិតច័ន្ទនីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានអាយុយឺនយូរមានទ្រព្យសម្បត្តិស្រុកស្រំនិងកិត្តិយសឧត្តមឧត្តមព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចរៀនច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់